Hello សួស្តីអ្នកនរគ្នាឥឡូវខ្ញុំមកប្រាប់ពីរបៀបកាត់តរូបភាព design រូបភាពតិចតួចសម្រាប់អ្នកនរគ្នាយកទៅ design ចូលមកអ្នកនរគ្នាត្រូវមានកម្មវិធីមួយដែលមានឈ្មោះថា Pinterest កម្មវិធីនឹងដែរវាមានសារៈសំខាន់ច្រើនមែនទែនដែលយើងអាចទាញយក background ដើម្បី design ឬក៏រូបផ្សេងៗវាមានច្រើនទៀតកម្មវិធីមួយទៀតដែលអ្នកត្រូវមានហ្នឹងគឺ PixArt កម្មវិធីហ្នឹងគឺមានសារៈសំខាន់មែនទែនសម្រាប់យើងយកទៅកាត់ design វាមាន function ច្រើនមែនទែនឥឡូវយើងចូលមក Pinterest ដើម្បីទាញយក background បន្តមកទៀតហ្នឹងអ្នកគ្នាត្រូវតែចុចកន្លែង research យើង search ពាក្យថា background design ដែលក្នុងហ្នឹងវាមានរូបច្រើនមែនទែនសម្រាប់អ្នកគ្នាយកទៅ design ក្នុងការលក់ផលិតផលឬមួយក៏ design រូបភាពលេងទៅដើម្បីធ្វើជា poster បន្ទាប់ពីអ្នកគ្នាឃើញរូបណាដែលអ្នកគ្នាស្រឡាញ់អ្នកគ្នាចុចលើរូបហ្នឹងទៅបន្តមកទៀតអ្នកគ្នាចុចទៅលើ tray 3ហ្នឹងសម្រាប់ទាញយករូបភាពពេលអ្នកគ្នានឹងឃើញពាក្យថា download iMac ហ្នឹងអ្នកគ្នាចុចលើពាក្យ download iMac ហ្នឹងទៅបន្តមកអ្នកគ្នាចូលទៅកាន់កម្មវិធី PixArt ហ្នឹងមកចូលដល់កន្លែងនេះអ្នកគ្នាចុចសញ្ញាបូកខាងក្រោមហ្នឹងបន្តមកទៀតអ្នកគ្នាត្រូវយកពាក្យថា color background ហើយ color background ហ្នឹងយើងចង់យកមួយណាក៏បានដែរសម្រាប់ខ្ញុំយកពណ៌សូមយកពណ៌រាងផ្ទៃមេឃហ្នឹងទៅបើខ្ញុំចូលចិត្តពណ៌ហ្នឹងមកដល់កន្លែងនេះអ្នកគ្នាត្រូវយកពាក្យថា add photo ហ្នឹងដើម្បី add រូបភាពដែលយើងទាញយក background ពីកម្មវិធី Pinterest ហ្នឹងចូលមកពេលចាញ់ចឹងហើយអ្នកគ្នាគ្រាន់តែទាញរូបហ្នឹងបរិចបរួមឲ្យវាស្មើនឹង background ពណ៌ផ្ទៃមេឃហ្នឹងទៅអ្នកទាំងអស់គ្នាអាចទាញយករូបភាពពីកម្មវិធី Pinterest ហ្នឹងបានកាន់តែស្រួលហ្នឹងអ្នកគ្នាអាចទាញយករូបភាពក្នុងកម្មវិធី Pinterest ហ្នឹងផ្ទាល់តែម្ដងក៏បានដែរអ្នកគ្នាចុចទៅលើពាក្យ sticker ហ្នឹងទៅចូលមកដល់កន្លែងនេះហ្នឹងអ្នកគ្នាគ្រាន់តែរកពាក្យ research បន្ទាប់មកអ្នកគ្នាចង់វាយពាក្យណាក៏បានដែរសម្រាប់ខ្ញុំវាយពាក្យ coffee cup ដើម្បីយក coffee មក design ហើយក្នុងហ្នឹងវាមានរូបច្រើនមែនតើអ្នកគ្នាស្រឡាញ់មួយណាយកមួយហ្នឹងទៅសម្រាប់ខ្ញុំយករូបភាពមួយនេះមកបន្ទាប់មកយើងអាចបរិចបរួមសេរីវាតាមចិត្តអ្នកគ្នាចង់បានអាចបន្ថែមនៅស្មៅវា shadow វាហ្នឹងឲ្យវាមើលទៅកាន់តែស្អាតជាងមុនអ្នកគ្នាចុចកន្លែងពាក្យ shadow នៅខាងស្ដាំដៃគេហ្នឹងអ្នកគ្នាអាចសេរីposition វាឬ color វាដាក់ឲ្យវាពណ៌សពណ៌ដិតអីក៏បានដែរសម្រាប់ខ្ញុំសូមដាក់ពណ៌សព្រោះខ្ញុំស្រឡាញ់ពណ៌សបន្ទាប់ពីកាយកនហើយអ្នកគ្នាចង់ដាក់រូបថែមអ្នកគ្នាគ្រាន់តែចុចលើពាក្យ sticker ហ្នឹងទៀតទៅហើយខ្ញុំចង់ដាក់ក្រអកាហ្វេដាក់ថែមទៀតដើម្បីឲ្យវាមើលទៅកាន់តែស្អាតជាងមុនហើយក្រអកាហ្វេនេះដែរអ្នកគ្នាស្រឡាញ់មួយណាដាក់មួយហ្នឹងទៅសម្រាប់ខ្ញុំយកអានេះអ្នកនរគ្នាអាចសេរីកន្លែងណាដែលអ្នកគ្នាចង់ដាក់កន្លែងណាក៏បានឬក៏មិនដាក់ក្រុមកាហ្វេដូចខ្ញុំក៏បានដាក់រូបអីផ្សេងក៏បានដែរបើអ្នកគ្នាចង់បានរូបកាហ្វេថែមអ្នកគ្នាគ្រាន់តែចុចលើសញ្ញានឹងមួយហើយអ្នកគ្នាចុចលើរូបកាហ្វេនឹងម្ដងទៀតមកបន្ទាប់ពីចុចលើគ្រាប់កាហ្វេនឹងម្ដងទៀតអ្នកគ្នាចុចលើពាក្យទី3ហ្នឹងពេលចុចឲ្យយើងនឹងទទួលបានរូបមួយទៀតអ្នកគ្នាអាចសេរីរូបនឹងដាក់មកខាងឆ្វេងវិញមកហើយក៏អាចថែមស្មៅរបស់វាដូចអាមុនអញ្ចឹងដែរអ្នកគ្នាគ្រាន់តែថែមស្មៅដែលគ្នាចង់ថែម color ពណ៌វាក៏បានដូចជានៅខ្វះរូបសត្វហើរមួយទៀតខ្ញុំចង់ដាក់រូបសត្វហើរដើម្បីឲ្យវាមើលទៅកាន់តែទាក់ទាញជាងមុនខ្ញុំសូមយករូបមួយនេះទៅចុះឥឡូវខ្ញុំសេរីកន្លែងចិត្តពពកហ្នឹងទៅដើម្បីឲ្យវាមើលទៅវាស៊ីគ្នាសម្រាប់ខ្ញុំសូមដាក់ថែម logo មួយទៀតខ្ញុំដាក់រូបរង្វង់ហ្នឹងដើម្បីយើងបញ្ជាក់ពីការបញ្ចុះតម្លៃនៃកាហ្វេរបស់យើងហើយចាំវាលេខដែលយើងគិតថាចង់ដាក់បញ្ចុះតម្លៃប្រហែលវាទៅហើយបន្ទាប់មកយើងអាចកាយគុណ font អក្សរឬក៏ style អក្សរហ្នឹងឲ្យបានស្អាតតាមចំណង់ចំណូលចិត្តរបស់យើងទៅហើយបើអាចថែមពាក្យ discount ក៏បានដែរដើម្បីបញ្ជាក់ថាយើងបញ្ចុះតម្លៃ 30% ឥឡូវយើងហើយជាការស្រេចហើយបើអ្នកគ្នាចង់ទាញយកចុចទៅលើសញ្ញាគ្រីសខាងលើបន្ទាប់មកអ្នកគ្នាចុចទៅលើសញ្ញាព្រួញដើម្បីទាញយករូបភាព